món này វាគេថាការរៀបចំសម្រាប់ខ្ញុំវាយូរពេក3 4 5ខែមិនចុះមកម្ដងអញ្ចឹងវាពិបាក ចាំមិនដែរក្នុងអារម្មណ៍របស់ពូណាឲ្យមានដៃទៀតអូន ខ្ញុំមិនហ៊ានមកចោទប្រកាន់ទៅខាងអាជ្ញាធរទេគាត់ថាលោករវល់ច្រើនណាប៉ុន្តែគាត់ថាសំណុំពរលោកឲ្យចុះមកយ៉ាងញឹកញាប់តិច បាទ ព្រោះលេង3 4ខែ5ខែចុះមកម្ដងអញ្ចឹងពួកគាត់អាណាធិបតេយ្យពេញហ្នឹងហ្មង អញ្ចឹងនៅពេលដែលពួកគាត់លក់អញ្ចឹងទី1ប៉ះពាល់យ៉ាងម៉េចដែរពិបាកក្នុងពិបាក ប៉ះពាល់ហ្នឹងគឺការធ្វើដំណើរគឺធ្វើអត់ការតែហ្មង បាទ បាទយូរលើកសឹងអាជីពម៉ូតូជិះការរងថាឡាន បាទ ធ្វើបាយលេងគាត់ដាក់មកពាក់កណ្ដាលផ្លូវម្នាក់ដាក់ពាក់កណ្ដាលផ្លូវហ្នឹងធ្វើមិនឥឡូវ បាទលោកពូ អញ្ចឹងខ្ញុំគិតថាបើចេះបើថាបាញ់កំនុះវិញបើសិនជាអាចធ្វើបាត់បាញ់កំនុះក្រហមឲ្យភ្នោទៅណាលក់គាត់អាកំនុះក្រហមហ្នឹងថាពិន័យមកហ្នឹងស្រួល បាទលោកពូ នេះពិបាកអីមកយើងធ្វើកំនុះក្រហមយើងលាបផ្លូវណា បាទ បាញ់ឯងកំណត់កំនុះក្រហមណាលោចេញផុតកំនុះក្រហមគឺអាជ្ញាធរមានសិទ្ធិ បាទ ពិន័យគាត់ បាទលោកពូបាទ អញ្ចឹងសំណុំពរខ្ញុំ បាទអញ្ចឹងសំណុំពរលោកពូថាធ្វើមិនរៀបចំកុំឲ្យពិបាកធ្វើដំណើរ ខ្ញុំសុំឲ្យចុះមកញឹកញាប់បន្តិច បាទចុះញឹកញាប់បន្តិច 3 4 5ខែមិនចុះមកម្ដងវាអត់មានបានកាយទេគាត់ទៅផុតតែ3 4ថ្ងៃ4 5ថ្ងៃណែនវិញដដែលណាបានកាយ បាទ ឥឡូវមិនសួរគាត់ចុះមករៀបចំសម្ដាប់ធ្នាប់យ៉ាងម៉េចបើមកបានតែផុតតែ3 4ថ្ងៃជិះអត់កើតដែរហ្នឹង បាទនៅពេលឃើញអាជ្ញាធរចុះមករៀបចំសម្រាប់ធ្នាប់អញ្ចឹងក្នុងចិត្តក្នុងអារម្មណ៍ អរហើយក៏មិនតែខ្ញុំអត់ទៅមានជំនឿដោយសារតែគាត់3 4ខែគាត់ចុះមកម្ដង បាទចុះចេះវិញ បានធ្វើអាទិត្យម្ដងល្អហ្មង បាទនៅពេលដែលអាជ្ញាធរត្រឡប់ទៅវិញឲ្យបងប្អូនអាជីវករលក់ដដែលឬយ៉ាងម៉េច 3 4ថ្ងៃក្រោយពេញហ្មង 3 4ថ្ងៃបន្តលក់ដដែល អត់តែ2 3ថ្ងៃទេតែផុតតែ3 4ថ្ងៃក្រោយណែន ដដែលបាទចុះបើសិនឧទាហរណ៍អគិភ័យកាត់ឡើងហ្នឹងគិតមិនដែរណាលោកពូ អាហ្នឹងហើយតែធ្វើឲ្យមានហានិភ័យតែពីពេលកាត់ឡើងមិនដឹងទៅផ្លូវណា បាទ មានរត់ជន់គ្នាងាប់ពេញហ្នឹងឯង នៅភូមិអីឃុំអីដែរនៅតំបន់នេះ នៅហ្នឹងគេហៅថាភូមិ7 ភូមិ 7 ហ្នឹងហើយសង្កាត់ទឹកល្អ3 ខណ្ឌទូក បាទទី18 ពី18 សាយូណៃ សាយូណៃបាទអរគុណសប្បាយចិត្តនៅពេលអាជ្ញាធរដែលចូលមករៀបចំ សប្បាយចិត្តហើយប៉ុន្តែបានតែមួយផ្លែតបានទី2ថ្ងៃគាត់ទៅវិញហ្នឹងណែនវិញទៅថែម អញ្ចឹងបាននៅចង់ថាឲ្យមកហ្នឹងជាញឹកញាប់តិចទៅដើម្បីរៀបចំសម្រាប់ធ្នាប់ មកជារៀងរាល់អាទិត្យល្អ បាទ ពួកខ្ញុំសង្កេតឃើញគាត់មកម្ដងអញ្ចឹងបាត់3ខែ4ខែ បាទ ហើយរួចពួកគាត់មិនបានមកអាទិត្យហ្នឹងរៀបចំសម្ដាប់ធ្នាប់តែមិនបានមកអាទិត្យមកណែនវិញទៅ ណែលក់លើផ្លូវឬលក់លើចាំ លក់ពាក់កណ្ដាលផ្លូវមកមិនមែនចើមទេលក់មកពាក់កណ្ដាលផ្លូវមក ពេលដែលចំណាត់ការរដ្ឋបាលខណ្ឌនៅពេលចុះនៅស្អាតឆ្លាស់អញ្ចឹងលោកពូមានអារម្មណ៍យ៉ាងម៉េច ខ្ញុំសប្បាយចិត្តហើយអរគុណពួកគាត់ដែលគាត់ចូលមករៀបចំសម្ដាប់ធ្នាប់ក៏ប៉ុន្តែខ្ញុំមិនសប្បាយចិត្តគ្រាន់ថាគាត់អត់បានធ្វើអាលក្ខណៈដូចគ្រឿងរលឹមណាគាត់មកតាមម្ដងចុះគាត់បាត់3ខែ4ខែ បាទ ហើយខ្ញុំសួរថា3 4ខែពួកគាត់អត់គោរពទេអញ្ចឹងត្រូវតែមានវិធានការរដ្ឋបាលឲ្យជាមួយពួកគាត់ អញ្ចឹងមិនន័យចង់លោកពូចង់ឲ្យមានការចុះរាល់អាទិត្យឬមួយមិន ខ្ញុំមិនហ៊ានដល់ថ្នាក់ហ្នឹងប៉ុន្តែឲ្យចុះបានញឹកញាប់ ឲ្យចុះបានញឹកញាប់ បាទ តិច ខ្ញុំមិនអាចមានសិទ្ធិអីទៅកំណត់ឲ្យអាជ្ញាធរត្រូវតែចុះមករាល់ថ្ងៃរាល់អាទិត្យខ្ញុំអត់មានសិទ្ធិទេ បាទក្នុងហ្នឹងមិនមែនលោកពូ បាទតែជួនោះពិបាកចេញចូលណា មានអីសំណុំពរទៅអាជីវករទៅ អូ ពួក គាត់ គាត់ ចង់អត់សំណុំពរពួកគាត់អាចស្ដាប់អាជ្ញាធរផង បាទ អាជីវករមិនបាច់សំណុំពរគាត់ក៏អត់ស្ដាប់ទេ អត់ស្ដាប់ទេ បាទគាត់លីមកឈ្នះដៃអាណាចេញមកកៅអីក៏ចេញមកកៅអីដែរអាណាចេញមកតុកក៏ចេញមកតុកឲ្យបដិញគ្នា កុំឲ្យច្រាន មក គ្នា ចាញ់ចិត្តគ្នា បាទ កុំមកចាញ់ តាមគ្នា បាទមកចាញ់ចិត្តគ្នា បាទ មានតែណាដាក់លើសមកតុកក៏ដាក់លើសមកតុកដែរណាដាក់លើសពីតុកក៏ដាក់លើសពីតុកដែរ បាទអរគុណលោកពូអរគុណមែនតើបាទអរគុណ